បន្ទាប់ពីលំហាត់មុនយើងចេះគូសជើងកាន់ជាងហើយយើងអាចគូសជើងបានហើយកាន់ជាងប្រែខ្លួនគូសជើងបានឥឡូវយើងមករៀនរបៀបដកដង្ហើមនៅពេលដែលយើងគូសជើងនៅពេលដែលយើងគូសជើងយើងអាចដកដង្ហើមពេលដែលលំហាត់ទី2បានលំហាត់ទី2ខ្ញុំធ្លាប់រៀនពីរបៀបដកដង្ហើមប៉ុន្តែយើងផ្លុំអាហ្នឹងធ្វើឲ្យបាត់ផាត់យើងផ្លុំរហូតទេយើងអាចផ្លុំដង្ហើមរហូតចឹងបានដោយសារតែពេលគូសជើងយើងត្រូវការចំណាយពេលមើលទៅក្រុមហែងយូរតិចកំឡុងតែពេលយើងគូសជើងអញ្ចឹងបើសិនជាយើងផ្លុំចោលរហូតចេះធ្វើខ្លួនយើងលិចដល់ពេលខ្លួនយើងលិចទៅទោះបីយើងប្រគល់ខ្លាំងមិនក៏ដោយតែខ្លួនយើងអត់សូវមិនដែលខ្លួនយើងធ្ងន់ដល់យើងយឺតទេតែលំហាត់ហ្នឹងធ្វើឲ្យយើងស្គប់នៅក្រោមទឹក3វិនាទីហាមផ្លុំខ្យល់ចេញទុកឲ្យជាប់ចេះយល់អត់ទី1ស្រុកខ្យល់ចូលមើលទៅក្រោមតែខ្ញុំធ្វើម៉ាត់ប៉ោងយកទៅការធ្វើម៉ាត់ប៉ោងស្រុកខ្យល់ចូលឧទាហរណ៍តែនេះទឹកស្រុកខ្យល់ចូលមើលទៅក្រោមទុកឲ្យបាន3វិនាទី1 2 3មុននឹងងើបយើងអាចផ្លុំតាមគេមកទៅដល់លើផ្លុំពីក្រោមរត់ដល់លើហើយដកដង្ហើមតាមមាត់ទៅក្រោមវិញយល់អត់ស្រូបចោលចូលមាត់លឹបទៅក្រោមទុកឲ្យបាន3វិនាទីតែបើសិនជាអ្នកដង្ហើមវែងអាចទុក15វិនាទីក៏អត់ខុសដែរទុកឲ្យបានយូរល្អតែកុំយូរពេកឬក៏កុំឆាប់ពេកមកល្មមដែលយើងគិតថាមកល្មមបានដាក់ជាមួយលោកគ្រូម្ដងទៀតលោកគ្រូធ្វើ5ដងឲ្យមើលណាអូខេ